សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើពវៀនជ្រូកយើងមានពវៀនជ្រូកជំនុំខ្សែសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើស្ប៉ាហ្គេទីគ្រឿងសមុទ្រនេះយើងមានបកាជ្រូនមកកញ្ច្រែងបន្តមកទៀតយើងលាងបកាឲ្យបកបកាឲ្យស្អាតសិនឥឡូវនេះយើងចាប់ដើមលាងអំបិលឲ្យស្អាតសិនឥឡូវនេះយើងចាប់ដើមប្រឡាក់បកាសិនអំបិលម្រេចម្ទេសឥឡូវនេះយើងចាប់ដើមដាំទឹកស្រុះមីឥឡូវនេះមីរបស់យើងបានឆ្អិនហើយឥឡូវយើងចាក់ទឹកចូលតិចដើម្បីស្រង់វាឡើង
តមកទៀតយើងចាប់ដើមឈាមទាសិនឥឡូវនេះយើងដាក់ប៊ឺចូលប្រេងឆាចូលតិចបន្តមកទៀតយើងដាក់អាគារចូលបន្តមកទៀតយើងដាក់ឈីសស្ករសមកទៀតយើងឆាវាតទៅស្ងួតឡើងស្អិតជាមួយនឹងឈីសល្អមកទៀតនេះយើងបានឆ្អិនហើយឥឡូវយើងរកជីរំសុយឥឡូវនេះស្ប៉ាហ្គេទីគ្រឿងសមុទ្ររបស់យើងបានឆ្អិនរួចរាល់ហើយនេះឥឡូវយើងចាប់ដើមចូលព្រោះនេះមានឈីសស្អិតតិចតិចណាឆ្ងាញ់ហ្មងឆ្ងាញ់
បាយបាយ